សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់ម៉ោងរៀនសាវ័យក្នុងប្រូក្រាមកម្រិត3បាទថ្ងៃនេះគឺយើងចាប់ផ្ដើមមេរៀនថ្មីទាំងអស់គ្នាដែលមានចំណងជើងថាជាប់ការងារបាទគឺមេរៀនទី10ឥឡូវយើងមកមើលហាក់ស៊ើបមកភ្ចូលគឺគោលនៃមេរៀន OV ពាក្យយើងរៀនតកតទៅនឹងជាប់តកតទៅនឹងការងារហើយមុនផងវិជ្ជករគឺយើងរៀនអំពី Kiwi Hesor ហើយនឹងOnoda បាទហើយយើងនឹងលំអិតខាងក្រៅទាំងអស់គ្នាហើយចំពោះវ៉ាល់ថុងមកសកម្មភាពគឺយើងរៀនអំពី Kuchik Waltonge ថេហេជន់ហាគីបាទច្អនគឺដំបូងមានថេហេអំពីវ៉ាល់ថុងសកម្មភាព Kuchik គឺការស្វែងរកការងារយើងគឺការផ្ដល់ដំបូន្មានអំពីសកម្មភាពស្វែងរកការងារបាទហើយខាងក្រោម Irokso Chaksong Haki Chaksong Hada នេះគឺសរសេរបាទយើងសរសេរអំពីប្រវត្តិរូបបាទ Irokso នេះគឺជាប្រវត្តិរូបដែលភាសាអង់គ្លេសគឺ CV បាទហើយចំពោះមុន Fawa Chongbo បាទវប្បធម៌និងព័ត៌មានគឺយើងរៀនអំពីគឹបយោវ៉ាសេគឺមាត់ប្រាក់ខែហើយនឹងលុយពន្ធបាទបាទឥឡូវនេះគឺសិតតែរូបភាពដែលតទៅនឹងខាងការងារដែលនេះជាប់គេស៊ីផានគឺបដាបង្ហាញពីការងារបាទហើយអ៊ីសារ៉ាមើនមកសឺហារ៉ូគូហេវបាទមនុស្សម្នាក់នេះមានបំណងធ្វើអ្វីបាទគឺមានបំណងស្វែងរកការងារបាទគូជីកហាគូអ៊ីសាយ៉ូយករបួននហាងគូកេសូអតនអ៊ីឬហាគូស៊ីប៉យ៉ូបាទអ្នកទាំងអស់គ្នានៅក្នុងប្រទេសកូរ៉េតើចង់ធ្វើការងារអ្វីបាទអតននេះយើងអាចបកថាបែបណាឬក៏យ៉ាងដូចម្ដេចឬក៏អ្វីហ្នឹងបាទឥឡូវយើងចូលមកដល់ OV ទាំងអស់គ្នាពាក្យបាទតទៅនឹងការងារគឺ Ilbon Hangukeso Oton Ir Hakusipeo បាទនៅក្នុងប្រទេសកូរ៉េចង់ធ្វើការងារអ្វីហើយ Hangukeso Oton Ir Kuheo បាទនៅក្នុងប្រទេសកូរ៉េតើស្វែងរកការងារអ្វីគូហាត់ណាគឺស្វែងរកបាទស្វែងរកវាខុសពីឆាត់តាបាទឆាត់តាគឺស្វែងរកដែរស្វែងរកអ្វីដែលយើងមានហើយបាទហើយគូហាដានេះគឺស្វែងរកដែរតែស្វែងរកអ្វីដែលយើងអត់ទាន់មានបាទអ្វីដែលថ្មីបាទដែលយើងបាត់របស់បាត់អីគឺយើងប្រើឆាត់តាបាទដោយសាររបស់ហ្នឹងយើងមានហើយប៉ុន្តែយើងស្វែងរកប៉ុន្តែបើថាយើងដូចយើងរកទិញអ្វីមួយដែលយើងអត់មានយើងប្រើថាគូហាដាបាទយកគីសអតនអេរហាកុសិប៉យបាទនៅទីនេះតើចង់ធ្វើការងារអ្វីបាទខាងលើតើចង់ស្វែងរកការងារអ្វីខាងក្រោមគឺចង់ធ្វើការងារអ្វីបាទសំណួរដូចតែគ្នាទេចម្លើយឆ្លើយមកហើយលេខ1គឺហាក់វ៉ាន់ខាងសាបាទខាងសានេះគឺគ្រូបង្រៀនហាក់វ៉ាន់គឺសាលាឯកជនបាទអញ្ចឹងមានន័យថាគ្រូបង្រៀនសាលាឯកជនហើយខាងក្រោមថាមុនហ្វាអនខាងសាបាទគ្រូបង្រៀនភាសាពហុវប្បធម៌បាទគឺជាគ្រូបង្រៀនដូចជាបងប្អូនខ្មែរយើងមានប្តីជាជនជាតិកូរ៉េអញ្ចឹងគឺគេមានគ្រូមួយបរៀនភាសាខ្មែរទៅដល់ប្តីអញ្ចឹងហ្នឹងគឺជាគ្រូថាមុនហ្វាគ្រូភាសាគ្រូផ្នែកពហុវប្បធម៌បាទទី2គឺផ្ចន់នៅចំអាឡបាយធ្វើបាទការងារអាឡបាយនៅផ្ចន់នៅចំបាទការងារអាឡបាយនេះគឺពេលដែលយើងតនេអីមានកន្លែងណាគេត្រូវការធ្វើការអាឡបាយយើងអាចទៅធ្វើបានបាទ Sigan Chero Hasinen Il បាទការងារដែលធ្វើដោយគិតជាម៉ោងបាទការងារដែលអាចគិតជាម៉ោងបាទមិនមែនគិតមួយថ្ងៃពីរថ្ងៃអញ្ចឹងណាបាទហើយទី3គឺសោបហាដាបាទសោបហាដានេះធ្វើអាជីវកម្មបាទគឺយើងបើករបររកស៊ីដោយខ្លួនឯងហើយខាងក្រោមខាគេរើឆារីដាបាទគឺបើកហាងបាទខាគេហាងឆារីដាហ្នឹងគឺមានន័យថាបើកហាងបាទហើយលេខ4គឺថងយកឯណាប្រនយកអ៊ីរើហាដាបាទថងយកនេះគឺបកប្រែបាទបកប្រែតាមសម្ដីផ្ទាល់ហើយប្រនយកនេះគឺបកប្រែដែរតែគឺបកប្រែនៅលើឯកសារបាទដូចជាឯកសារមួយសន្លឹកអញ្ចឹងជាភាសាបរទេសហើយយើងបកជាភាសាខ្មែរឬក៏ភាសាខ្មែរទៅភាសាបរទេសអញ្ចឹងឯងបាទហើយខាងក្រោមគឺឆនមុនសងអ៊ីតនឿនអ៊ីរើហាដាបាទ
ឆនមុននេះគឺជំនាញហើយឆនមុនសងគឺផ្នែកជំនាញអញ្ចឹងគឺធ្វើការងារដែលមានជំនាញបានលក្ខណៈការងារដែលមានជំនាញដូចអ្នកខ្លះមានជំនាញខាងកាត់សក់ឬក៏ខាងជាងភ្លើងខាងអីអាហ្នឹងលក្ខណៈថាជាការងារដែលប្រើជំនាញបាទខាងក្រោមគឺ Auton Versailles so il haku sipayo Auton Versailles GG haku sipayo បាទខាងលើនេះអត់តគឺសិតតែពីបងប្អូនចែកហើយអញ្ចឹងតើចង់ធ្វើការងារនៅក្នុងក្រុមហ៊ុនអ្វីបានវាសាក្រុមហ៊ុនហើយខាងក្រោមតើចង់ស្វែងឲ្យជីកខាដានេះគឺទទួលបានការងារបាទអញ្ចឹងតើចង់ទទួលបានការងារនៅក្នុងក្រុមហ៊ុនអ្វីបាទយើងមើលទាំងអស់គ្នាទី5គឺអានចង់ចគិនវេសាបាទអានចង់គឺស្ថិរភាពហើយអានចន់ហាដាគឺទទួលស្គាល់បាទហើយអានចន់ចកនេះក៏ស្ថិរភាពដែរបាទយ៉ាងក្រុមហ៊ុនដែលមានស្ថិរភាពបាទក្រុមហ៊ុនដែលដំណើរការរហូតណាដែលមិនងាយនឹងខ្សែធនបាទកន្លែងហ្នឹងគឺប្រភេទក្រុមហ៊ុនហ្នឹងបាទខាងក្រោមគឺគឿនមូហ្វាន់ខ្យងងីឈុនវេសាបាទហ្វាន់ខ្យងនេះគឺបរិយាកាសហើយគឿនមូនេះគឺការងារអញ្ចឹងបរិយាកាសកន្លែងការងារបាទអញ្ចឹងក្រុមហ៊ុនដែលមានបរិយាកាសកន្លែងការងារហ្នឹងល្អបាទចូលដាល្អតើបងប្អូនចង់ធ្វើការនៅកន្លែងបែបហ្នឹងទេបាទទី6 workable money ជូនវេសាបាទ work គឺប្រាក់ខែ money ច្រើនជូនហ្នឹងគឺឲ្យបាទអញ្ចឹងក្រុមហ៊ុនដែលឲ្យប្រាក់ខែច្រើនបាទហើយខាងក្រោមមួយទៀតគឺ Jul Tekeni Cha Euron Vesa បាទCha Europta នេះគឺសេរីបាទសេរីហើយ Jul Teker នេះគឺចេញចូលធ្វើការបាទអញ្ចឹងក្រុមហ៊ុនដែលចេញចូលធ្វើការដោយសេរីបាទលក្ខណៈថាយើងចង់ធ្វើយើងចង់ឈប់បាទគេអត់មានហាមឃាត់យើងទេហើយ Chilwon បាទទី7គឺ Palchon គីនឹងសងីអ៊ីតនឹងវេសាបាទផលចន់នេះគឺអភិវឌ្ឍហើយគីនឹងសងនេះគឺសមត្ថភាពលក្ខណៈគីខាងនឹងហាដានេះគឺអាចបាទច្រឡំគីនឹងខាងនឹងហាដានេះគឺអាចហើយសងហ្នឹងគឺវាប្រើប្រពេញជាមួយខាងលក្ខណៈថាអាចđấyគឺលក្ខណៈធ្វើឲ្យយើងមានសមត្ថភាពអញ្ចឹងក្រុមហ៊ុនដែលអភិវឌ្ឍនៅសមត្ថភាពបាទក្រុមហ៊ុនដែលយើងធ្វើយូរទៅយើងអាចកើនឡើងនៅសមត្ថភាពយើងបាទតែហ្នឹងគឺមានន័យបែបហ្នឹងហើយ Sawe Kiyo Hasunun Vesa បាទ Sawe នេះគឺសង្គមហើយ Kiyo Hada នេះគឺត្រូវត្រង់បាទត្រូវត្រង់លក្ខណៈថាអញ្ចឹងកន្លែងហ្នឹងមានន័យថាក្រុមហ៊ុនដែលអាចត្រូវត្រង់នៅក្នុងសង្គមបាទលក្ខណៈថាកន្លែងក្រុមហ៊ុនហ្នឹងគឺផ្សារភ្ជាប់ទៅជាមួយនឹងសង្គមបាទបើសិនណាក្រុមហ៊ុននឹងដំណើរការល្អធ្វើឲ្យសង្គមយើងហ្នឹងមានការដំណើរការល្អលក្ខណៈដូចមានការអភិវឌ្ឍចឹងបាទអញ្ចឹងគឺភាសាយើងធ្វើការងារនៅកន្លែងហ្នឹងប្រៀបដូចនឹងយើងជួយសង្គមដែរបាទឬក៏កន្លែងក្រុមហ៊ុនហ្នឹងមានផ្ដល់ប្រាក់ឧបត្ថម្ភជូនរ៉ជូនអីចឹងកន្លែងហ្នឹងគឺមានន័យបែបហ្នឹងបាទហើយឥឡូវយើងមកមើលទី8ទាំងអស់គ្នាគឺ Jackie ke Parel Hasunun Vesa បាទ Jackie នេះខ្លួនឯងបាទហើយគេផលនេះអភិវឌ្ឍហ្នឹងក្រុមហ៊ុនដែលអាចអភិវឌ្ឍខ្លួនឯងបាទហើយខាងក្រោម Ire Thehan Programmer នៅ Kim Swinen Vesa បាទ program នេះគឺមានតម្លៃហើយនៅ Kim នេះអារម្មណ៍បាទ Thehan អំពីការងារអញ្ចឹងក្រុមហ៊ុនដែលអាចមានអារម្មណ៍ថាមានតម្លៃអំពីការងារបាទលក្ខណៈថាយើងធ្វើការនៅកន្លែងហ្នឹងទៅធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនយើងមានតម្លៃបាទមានតម្លៃតោះនេះបងប្អូនឥឡូវយើងមកមើលទី2ទាំងអស់គ្នាគឺ Geopel Viheso Moheo បាទហើយ Viheso នេះដើម្បី Geop គឺការងារយើងដើម្បីទទួលបានការងារហ្នឹងតើធ្វើអ្វីបាទឥឡូវយើងមកមើលទី1ទាំងអស់គ្នាគឺ Queen Quangurul Poda បាទ Quangu គឺការផ្សាយហើយ Queen គឺស្វែងរកអតិថិជ
ជនបាទអញ្ចឹងមើលការផ្សាយស្វែងរកចំណងអតិថិជនស្វែងរកបុគ្គលិកបាទហើយទី2អ៊ីរ៉ុកសជីវ៉ាន់សឬស៊ឺដាចាក់សងហាដាបាទស៊ឺដានិងចាក់សងហាដានេះគឺប្រែខ្មែរយើងសរសេរបាទគឺមានន័យដូចគ្នាប៉ុន្តែស៊ឺដានេះគឺយើងប្រើជាទូទៅហើយចាក់សងហាដានេះភាគច្រើនគេប្រើផ្នែកស្តង់ដាបាទផ្នែកក្រុមហ៊ុនផ្នែកអីភាសាភាសាអ្នកខ្ពស់បាទហើយអ៊ីរ៉ុកសនេះគឺប្រវត្តិរូបឬក៏យើងហៅកាថា CV ហើយជីវ៉ាន់សនេះក្រដាស់សូមដាក់ពាក្យចូលធ្វើការបាទអញ្ចឹងការសរសេរនៅលើលិខិតដាក់ពាក្យធ្វើការឬក៏ការសរសេរប្រវត្តិរូបបាទទី3គឺសូរូរើឆេឈុលហាដាបាទឆេឈុលហាដានេះគឺផ្ដល់ឲ្យបាទជូនអានេះយើងផ្ដល់ឲ្យនៅឯកសារបាទឬក៏ជូននៅឯកសារជូនទៅឲ្យគេបាទPilki Sihomul Poda បាទគឺការប្រឡងសាកនៅ Pilki Sihom នោះគឺការប្រឡងបែបសរសេរបាទហើយមញ្ញនចប់ពល Poda នេះគឺការធ្វើការសម្ភាសបាទផ្ទាល់មាត់សម្ភាសផ្ទាល់មាត់តែកន្លែង Pilki នេះគឺប្រឡងបែបសរសេរហើយមញ្ញនចប់ពល Poda នេះគឺលក្ខណៈសម្ភាសផ្ទាល់មាត់បាទហើយហាប់ខ្ចប់ធំបូរើមុនចារើផាត់ណាបាទធំបូនេះគឺដំណឹងបាទអញ្ចឹងទទួលសារដំណឹងថាជាប់បាទហាមខ្ចប់ខាដានេះគឺជាប់ឥឡូវគឺយើងចាប់ផ្ដើមវេយ្យាករណ៍ទាំងអស់គ្នាគឺធុងបូកជាមួយគីវេហេសបាទដែលមានន័យខ្មែរយើងគឺដើម្បីបាទហើយធុងនេះគឺកិរិយាអញ្ចឹងកិរិយាបូកជាមួយគីវីហេសគឺមានន័យថាដើម្បីបាទដូចនេះរបៀបប្រើប្រាស់គឺគីវេហេសបាទគឺចំពោះកិរិយាទាំងអស់ដែលបញ្ចប់ដោយស្រៈឬក៏ព្យញ្ជនៈឬក៏បញ្ចប់ដោយហាដាគឺយើងបូកជាមួយគីវីហេសតែម្ដងបាទហើយពេលខ្លះគឺសនេះគឺគេអត់ប្រើក៏បានដែរគឺយើងបូកតែគីវីហេក៏បានដែរដូចជាផេអ៊ូដាគឺផេអ៊ូគីវេហេសបាទដើម្បីរៀនអ៊ីតាគឺអ៊ីលគីវីហេសបាទដើម្បីអានហាប់ខ្យកខាដាយើងដាក់ថាហាប់ខ្យកហាគីវីហេសដើម្បីជាប់ដើម្បីប្រឡងជាប់ហើយសាលដារស់នៅបាទហើយយើងបូកអញ្ចឹងមកឥឡូវយើងមកមើលនិយមន័យទាំងអស់គ្នាគឺអាផេណេយ៉ងងីធីហេងថងេមុកចកគីណាអ៊ុយធុយមើលណាត់ថាន់ណេដាបាទណាត់ថាន់ណេដានេះគឺបង្ហាញឲ្យធុយអ៊ុយធុយនេះគឺចេតនាបាទមុកចកនេះគោលបំណងហេងថងសកម្មភាពហើយអាប់ណេយ៉ងនេះគឺអត្តន័យនៅខាងមុខបាទលក្ខណៈរបស់ខាងមុខហើយរបស់ខាងក្រោយបាទអញ្ចឹងគីវីហេសនេះគឺមានន័យថាបង្ហាញនៅចេតនាឬក៏គោលបំណងរបស់សកម្មភាពនៅខាងក្រោយនៃអត្តន័យនៅខាងមុខបាទឥឡូវយើងមកមើលអាយេមូនទាំងអស់គ្នាឧទាហរណ៍គឺឆាំស៊ីធើនិងគូឆាន់បាទវេគុកវេសាអេជីជីកហាគីវីហេសមកជុនប៊ីហាហ្គុយសយោបាទជុនប៊ីហាដាគឺរៀបចំហើយជីជីខាដានេះគឺទទួលបានការងារហើយវីហេសគឺដើម្បីបានវិជ្ជាករដែលយើងកំពុងតែរៀនហ្នឹងចឹងគឺដើម្បីទទួលបានការងារនៅក្នុងប្រទេសកូរ៉េតើកំពុងរៀបចំអ្វីបាទកូអ៊ីតាកំពុងបាទហើយកូឆាននឹង computer ពេអ៊ូគូសយោបាទខ្ញុំកំពុងតែរៀនកុំព្យូទ័របាទហើយនេះគឺណាហើយនឹងគេហៅគឺស្រីគីរឺជូលីគីវីហេបាទកន្លែងនេះគឺគេអត់ដាក់សទេបាទអញ្ចឹងយើងសនឹងយើងចង់ដាក់ក៏បានចង់អត់ក៏បានបាទស្រីគីរឺជូលីគីវីហេអត់តននូឡកហើយយ៉ាហាំនីកាបាទស្រីគីគឺសម្រាមហើយជូលីដានេះគឺកាត់បន្ថយបាទជូរីដានងរកគឺព្យាយាមបាទអត់តនមួយណាឬក៏អ្វីហើយតម្រងអាយ៉ាហើយយកនេះគឺត្រូវបាទអញ្ចឹងយើងបកទាំងអស់គ្នាដើម្បីកាត់បន្ថយសម្រាមតើត្រូវព្យាយាមអ្វីឬក៏ត្រូវព្យាយាមមួយណាបាទតាមណាអូសនអ៊ីលវេយ៉ុងភូមេសាយ៉ុងអ៊ុលជូឡ
យ៉ាហាល់កុំនីដាបាទនេះគឺទម្រង់នឹងឬក៏ប្រហែលបាទឧសនជាដំបងហើយអ៊ីលវេយ៉ុងភូមិគឺផលិតផលដែលប្រើប្រាស់បានតែម្ដងបាទដូចជាយើងប្រើខបអីផឹកទឹកយើងផឹកហើយយើងចោលបាទហើយបើសិនយើងប្រើជាកែវវិញគឺយើងប្រើបានរហូតបាទយើងអត់ចោលទេអញ្ចឹងយើងអាចកាត់បន្ថយសម្រាមបានចឹងយើងបងទាំងអស់គ្នាអូសនជាដំបងប្រហែលជាត្រូវកាត់បន្ថយការប្រើប្រាស់នៅបាទហើយនៅផលិតផលប្រើប្រាស់បានតែម្ដងបាទHanguk 국적을 취득하기 위해 1년 전부터 한국어를 공부하고 있다. 국적 នេះគឺសញ្ជាតិហើយជីថឹកខាដានេះគឺទទួលបានបាទហើយ1년 전부터ចាប់តាំងពី1ឆ្នាំមុនបាទអញ្ចឹងដើម្បីទទួលបាននៅសញ្ជាតិកូរ៉េគឺកំពុងរៀនភាសាកូរ៉េចាប់តាំងពី1ឆ្នាំមុនបាទតោះនេះបងប្អូនគឺវិហេសនេះគឺយើងបកថាដើម្បីបាទឥឡូវយើងតទៀតគឺ Ilhanen Omateren ai matki는 것을 찾기 위해 노력하고 있어요 បាទ하고 있다 បាទអម៉ាក់នេះគឺអ្នកម្ដាយបាទទើគឺអ្នកម្ដាយទាំងអស់បាទហើយម៉ាត់គីដាគឺផ្ញើឬក៏ទុកបាទនូរកខាដាគឺព្យាយាមបាទប្រឹងប្រែងអញ្ចឹងម្ដាយទាំងអស់ដែលធ្វើការហ្នឹងដើម្បីស្វែងរកកន្លែងដែលផ្ញើកូនគឺកំពុងតែព្យាយាមបាទឬក៏យើងអាចបកបែបនេះក៏បានអ្នកម្ដាយទាំងឡាយដែលធ្វើការនឹងកំពុងតែព្យាយាមដើម្បីស្វែងរកកន្លែងដែលផ្ញើកូនបាទតែចាគាត់ជាប់រវល់ធ្វើការអញ្ចឹងគាត់កំពុងស្វែងរកកន្លែងណាដែលគេអាចមើលថែក្មេងៗបានល្អបាទឥឡូវយើងមកមើលភូគីហើយនឹងលំអាតទាំងអស់គ្នាបាទ일본 그림을 보고 보기와 같이 친구와 이야기해보세요 បាទសូមសាកនិយាយជាមួយមិត្តភ័ក្តិឲ្យដូចទៅនឹងឧទាហរណ៍ហើយកន្លែងនេះគឺយើងបកកន្លែងនេះមុនមើលរូបភាពហើយសូមសាកនិយាយជាមួយមិត្តភ័ក្តិឲ្យដូចទៅនឹងឧទាហរណ៍បាទឧទាហរណ៍ដូចយើងមើលនេះគឺរូបភាពកំពុងតែរៀនហើយគេដាក់ថា topic si home habchok khada បាទគឺជាប់នៅការប្រឡង topic បាទស៊ីហងនេះគឺប្រឡងហាប់ចុកខាដាគឺជាប់បាទហើយកន្លែងនេះគឺសួរយោជើមអត់តនអ៊ីរុលជុនប៊ីហាហ្គុយស័យបាទសពថ្ងៃតើកំពុងរៀបចំនៅការងារអ្វីឬក៏រៀបចំនៅរឿងអ្វីបាទហើយកន្លែងនេះគេដាក់ topic ហ្នឹងឥឡូវយើងបង្កើតជាមួយវេយ្យាករណ៍ថ្មីដែលយើងទើបតែរៀនទាំងអស់គ្នាគឺ topic si home habchok ha kiwehe yoshimi kongbu hakuisayo បាទដើម្បីប្រឡងជាប់នៅ topic ហ្នឹងគឺកំពុងតែប្រឹងប្រែងរៀនបាទYoshimi Hada នេះគឺប្រឹងប្រែងបាទកុងពូគឺរៀនឥឡូវយើងមកមើលលំហាត់ទាំងអស់គ្នាយើងត្រូវធ្វើទាំងអស់គ្នាបាទដូចIlpon ថងយកសាហ្គាថេដាបាទคล้ายជាអ្នកបកប្រែបាទអញ្ចឹងដើម្បីបូកជាមួយគីវិហេសគឺយើងធ្វើទាំងអស់គ្នាគឺយើងលុបតែដាចោលទៅហើយយើងយកបង្កើតនៅពាក្យដែលស័ក្តិសមជាមួយនឹងអ្នកណាដែលចង់คล้ายជាអ្នកបកប្រែបាទអញ្ចឹងអ្នកដែលអាចคล้ายជាអ្នកបកប្រែបានលុះត្រាតែអ្នកនោះចេះនៅភាសាបរទេសច្រើនបាទអញ្ចឹងយើងធ្វើទាំងអស់គ្នាគឺខ្ញុំអានជូនតែម្ដងបងប្អូនអាចស្ដាប់ហើយកត់តាមក៏បានដែរគឺថងយកសាកាថេគីវិហេសវេគូកូរខុងពូហាគូអ៊ីសយបាទអញ្ចឹងដើម្បីคล้ายជាអ្នកបកប្រែគឺកំពុងតែរៀនភាសាបរទេសបាទតោះនេះបងប្អូនឥឡូវយើងមកមើលទី2ទាំងអស់គ្នាហាន់គូចកគឺជីទឹកខាដាគឺទទួលបានសេចក្ដីកូរ៉េបាទអញ្ចឹងទទួលបានសេចក្ដីកូរ៉េគឺមានតែរៀនភាសាកូរ៉េទេអញ្ចឹងយើងធ្វើទាំងអស់គ្នាហានគូគូចកឺជីជីហាគីវីហេបាទហានគូកូរ៉យោស៊ីមីខុងពូហាគុយស័យបាទតោះនេះបងប្អូនគឺដើម្បីคล้ายជា
ដើម្បីទទួលបាននៅសច្ចិតការ៉េគឺកំពុងតែប្រឹងប្រែងរៀនភាសាកូរ៉េបាទទី3គឺអ៊ូរីអាយកេហានគឺរការឺជីដាបាទការឺជីដានេះគឺបង្រៀនហាងគឺភាសាកូរ៉េហើយហើយនេះគឺទៅកាន់កូនបាទអីគេទៅកាន់កូនខ្ញុំអញ្ចឹងបង្រៀនភាសាកូរ៉េទៅកាន់កូនខ្ញុំបាទហើយយើងត្រូវតែព្យាយាមអ្វីដើម្បីឲ្យយើងនឹងបរៀនកូនរបស់យើងបានល្អអញ្ចឹងយើងគឺមានតែរៀនភាសាកូរ៉េទេអញ្ចឹងយើងធ្វើដូចទី2នេះដែរព្រោះអីនេះជាការបង្រៀនភាសាកូរ៉េអញ្ចឹងអ្នកម្ដាយនឹងត្រូវតែរៀនភាសាកូរ៉េឲ្យបានច្រើនហើយកន្លែងនេះមានន័យថាប្រហែលជាម្នាក់ស្រីនេះគឺជាជនជាតិផ្សេងហើយបានប្តីកូរ៉េចាបាទហើយត្រូវបរៀនកូននៅភាសាកូរ៉េគឺត្រូវតែរៀនភាសាកូរ៉េឲ្យច្បាស់សិនអញ្ចឹងយើងធ្វើទាំងអស់គ្នាអូរីអាយអេកេហានហ្គឺរឺការឺជីគីវីហេហានហ្គូម៉ាល់រឺខុងពូហាគូសយោបាទតើនេះបងប្អូនគឺដើម្បីបង្រៀននៅភាសាកូរ៉េទៅកូនរបស់ខ្ញុំហ្នឹងគឺខ្ញុំកំពុងរៀនភាសាកូរ៉េបាទហើយ이번 요즘 특별히 하고 있는 일에 대해 친구들과 이야기 보세요. 요즘 수업ថ្ងៃហើយធ្វើផ្ចលនេះគឺពិសេសបាទហើយថែហែអំពីបាទអញ្ចឹងសូមសាកនិយាយជាមួយមិត្តភ័ក្តិអំពីរឿងដែលកំពុងធ្វើជាពិសេសហ្នឹងនៅសប្តាហ៍ថ្ងៃបាទយើងសូមនិយាយជាមួយមិត្តភ័ក្តិអំពីរឿងដែលយើងកំពុងធ្វើសប្តាហ៍ថ្ងៃហ្នឹងដែលជារឿងពិសេសណាបាទហើយនិយាយជាមួយគាត់កន្លែងហ្នឹងមានន័យបែបហ្នឹងកន្លែងនេះយកជើមកហាសេយោបាទសប្តាហ៍ថ្ងៃធ្វើអ្វីហើយកូឆនគាត់និយាយថាកាគេរចារីគីវេហេជុនប៊ីហាគីសេយោដើម្បីបើកនៅហាងហ្នឹងគឺកំពុងតែរៀបចំបាទយើងអាចបកថាកំពុងរៀបចំដើម្បីបើកនៅហាងបាទបើកហាងកាគេចារីទូអារ៉ាពូគូអ៊ុនចុនទូភេអ៊ូគូអ៊ីសយោបាទអារ៉ាពូដានេះយើងអាចបកថាស្វែងរកបាទអញ្ចឹងកំពុងបាទស្វែងរកកន្លែងបើកហាងហើយក៏កំពុងតែរៀនបើកបរដែរបាទតើនេះបងប្អូនឥឡូវវិជ្ជករទី1គឺបញ្ចប់តែត្រឹមនេះបើបងប្អូនអត់ទាន់បងប្អូនអាចខាមើលចុះឡើងហើយថ្ងៃក្រោយគឺយើងតមេរៀនវិជ្ជករទី2ទាំងអស់គ្នាបាទ